AI, 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 too many AI tools available. Which one is best for me? Right, you come to the right place. This video is for you. សួស្តីខ្ញុំឈ្មោះលីរូបតំណាងឲ្យឡាលីនរវល់ហើយខ្ញុំនៅទីនេះដើម្បីបង្ហាញអ្នកពីកម្មវិធីរបស់គាត់ដែលទើបតែបង្កើតសប្តាហ៍ថ្ងៃនេះមានឧបករណ៍ AI ច្រើនពេកនៅលើអ៊ីនធឺណិតហើយសិស្សានុសិស្សពិបាកជ្រើសរើសឧបករណ៍ដែលត្រឹមត្រូវសម្រាប់តម្រូវការរបស់ពួកគេកម្មវិធីនេះនឹងណែនាំពួកគេតាមរយៈដំណើរការនៃការស្វែងរក AI ដែលស័ក្តិសមបំផុតសម្រាប់គោលបំណងរបស់ពួកគេដើម្បីឲ្យកម្មវិធីនេះឬ app នេះជួយអ្នកស្វែងរក AI ដ៏ល្អបំផុតសម្រាប់អ្នកគួរតែសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកត្រូវការ AI ហើយតើអ្នកចង់ឲ្យ AI ជួយអ្នកអ្វីខ្លះខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលារបស់អ្នកទេចូលយើងនិយាយអំពី app ឬអ្នកអាចហៅវាថាភ្នាក់ងារបញ្ញាសិប្បនិម្មិត AI agent ក៏បានព្រោះខួរក្បាលនៃ app នេះគឺជា AI មួយប្រភេទឈ្មោះ app នេះគឺ Anchor AI Advisor សូមកុំច្រឡំថាវាទាក់ទងនឹងអាជីវកម្មណាមួយដែលមានឈ្មោះស្រដៀងគ្នាវាត្រូវបានបង្កើតឡើងដោយ Lalen ហើយសម្រាប់គោលបំណងណែនាំបងប្អូនអំពីរបៀបទទួលបាន AI ដែលត្រឹមត្រូវសម្រាប់ការសិក្សានិងអាជីពរបស់អ្នកតែប៉ុណ្ណោះអ្នកអាចទាញយក app នេះដោយចុចលើតំភ្ជាប់ link នៅលើ Facebook post របស់ខ្ញុំខាងលើឬនៅក្នុង comment ខាងក្រោមដោយចុចលើតំភ្ជាប់ប្រសិនបើបងប្អូនប្រើកុំព្យូទ័រវានឹងលេចឡើងនៅលើ web browser របស់អ្នកនៅជ្រុងខាងស្ដាំខាងលើនៃ web browser នឹងមានព្រួញចុះក្រោមដើម្បីប្រាប់អ្នកថាអ្នកអាចទាញយកនិងដំឡើង app នេះនៅក្នុងកុំព្យូទ័ររបស់អ្នកសូមចុចនិមិត្តសញ្ញាព្រួញចុះក្រោមហើយធ្វើតាមជំហានដែលខ្ញុំបង្ហាញអ្នកនៅក្នុងវីដេអូនេះបន្ទាប់មកអ្នកនឹងមាន app នេះនៅលើកុំព្យូទ័ររបស់អ្នកសម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទដៃអ្នកអាចរក្សាទុក app នេះទៅក្នុងអេក្រង់ដើម home screen របស់អ្នកសូមអនុវត្តតាមជំហានដែលខ្ញុំបង្ហាញអ្នកនៅលើវីដេអូនេះឥឡូវនេះអ្នកមាន app ហើយចូលចាប់ផ្ដើមប្រើប្រាស់វាដំបូងអ្នកត្រូវមាន email ផ្ទាល់ខ្លួនរបស់អ្នកសរសេរ email របស់អ្នកទៅក្នុង app បន្ទាប់មកចុចទទួលយកលេខកូដ get code app នឹងផ្ញើលេខកូដទៅ email របស់អ្នកសូមបើកមើល email របស់អ្នកហើយបំពេញលេខកូដ4ខ្ទង់ហើយចុចបញ្ជាក់បន្ទាប់មកអ្នកនឹងបន្តទៅជំហានបន្ទាប់ជំហាននេះមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះនៅទីនេះបងប្អូនត្រូវប្រាប់ app អំពីតម្រូវការរបស់បងប្អូនសម្រាប់ឧបករណ៍ AI អ្នកត្រូវប្រាប់ app អំពីតម្រូវការរបស់អ្នកកាន់តែច្រើន app នឹងទទួលបានចម្លើយដ៏ល្អបំផុតសម្រាប់អ្នកតើអ្នកចង់ឲ្យ AI ជួយអ្នកអ្វីខ្លះឧទាហរណ៍ជួយសង្ខេបមេរៀនរៀបចំ slide ភេទសម្រាប់បទបង្ហាញរបស់អ្នកឬរៀនពីរបៀបបង្កើតនិងកែសម្រួលរូបថតវាដើមបន្ទាប់ពីបំពេញតម្រូវការទាំងអស់របស់អ្នកសូមចុចស្វែងរកឧបករណ៍ Find AI ខ្ញុំសូមជម្រាបជូនបងប្អូនថាដោយចុចប៊ូតុងនេះបងប្អូនយល់ព្រមឲ្យយើងរក្សាទុក email របស់បងប្អូននិងព័ត៌មានទាក់ទងនឹងឧបករណ៍ AI ដែលបានណែនាំនេះគឺសម្រាប់សេវាកម្មកាន់តែប្រសើរឡើងនាពេលអនាគតបន្ទាប់ពីចុចលើស្វែងរកឧបករណ៍ AI រួចហើយសូមបងប្អូនផ្ដល់ពេលវេលាដល់ app បន្តិចដើម្បីឲ្យ app ស្វែងយល់ពីតម្រូវការរបស់អ្នកនិងស្វែងរកឧបករណ៍ AI ដ៏ល្អបំផុតដែលសមស្របនឹងតម្រូវការរបស់អ្នកជាធម្មតាវាមិនចំណាយពេលយូរទេឥឡូវនេះលទ្ធផលត្រូវបានបង្ហាញហើយឈ្មោះ AI ដ៏ល្អបំផុតរបស់អ្នកក៏ត្រូវបានបង្ហាញជាមួយនឹងហេតុផលដែល app គិតថាវាល្អបំផុតសម្រាប់អ្នកលើសពីនេះតំភ្ជាប់ link សម្រាប់ AI ដែលបានណែនាំក៏ត្រូវបានបង្កើតឡើងសម្រាប់អ្នកផងដែរអ្នកអាចចុចលើសាកល្បងប្រើភ្លាម Try Now ដើម្បីចូលទៅកាន់គេហទំព័រ AI សម្រាប់ការសាកល្បងដោយឥតគិតថ្លៃបងប្អូនក្មួយនិងសិស្សានុសិស្សទាំងអស់អាចទុកចិត្ត app នេះបានព្រោះវាអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹងដើម្បីស្វែងរកឧបករណ៍ AI ឲ្យអ្នកច្បាប់សំខាន់ចំនួន3រួមមានទី1 AI ដែលបានណែនាំទាំងអស់ដល់អ្នកត្រូវបានគេស្គាល់យ៉ាងច្បាស់និងអាចទុកចិត្តបានទី2 AI ដែលបានណែនាំទាំងអស់ដល់អ្នកត្រូវបានប្រើប្រាស់ច្រើនបំផុតទូទាំងពិភពលោកទី3ត្រូវមានការសាកល្បងប្រើដោយឥតគិតថ្លៃសម្រាប់ AI ដែលបានណែនាំខ្ញុំសង្ឃឹមថា app នេះអាចជួយអ្នកស្វែងរកឧបករណ៍ AI ដែលត្រឹមត្រូវសម្រាប់បងប្អូនក្មួយអាចប្រើ app នេះ3ដងក្នុងមួយថ្ងៃគោលបំណងនៃ app នេះគឺសម្រាប់តែការអប់រំប៉ុណ្ណោះសូមប្រើប្រាស់វាឲ្យបានត្រឹមត្រូវនិងមានប្រយោជន៍ខ្ញុំឃើញ Lalen កំពុងតែធ្វើ app និងវីដេអូអប់រំថ្មីទៀតប្រសិនបើបងប្អូនក្មួយចង់ឃើញវាមុនគេសូមកុំភ្លេច follow Facebook page របស់គាត់សូមអរគុណ